បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមានអំពើឃាតកម្មមួយកើតឡើងនៅឯខេត្តពោធិ៍សាត់បងប្អូនគឺជាអំពើឃាតកម្មនៅរវាងបរិសុទ្ធជាមន្ត្រីយោធាម្នាក់ទៅលើក្រុមគ្រួសាររបស់គាត់បងប្អូនដែលបានធ្វើឲ្យមានមនុស្សស្លាប់ម្នាក់ហើយនឹងរបួសធ្ងន់ដល់ទៅ4នាក់ឯណោះបងប្អូនដែលរឿងនេះផ្ដើមចេញពីរឿងដណ្ដើមកូនគ្នាបងប្អូនអញ្ចឹងវាជារឿងនៅក្នុងផ្ទៃក្នុងនៅក្នុងគ្រួសារប៉ុន្តែវាបង្កឲ្យទៅជាមានមនុស្សស្លាប់ក៏ដូចជារបួសជាច្រើនអ្នកអញ្ចឹងទេរឿងនេះយើងគិតថាវាជារឿងដែលសង្វេគមែនទែនដែលការបាញ់រះស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល4នាក់នេះគឺផ្ដើមចេញពីរឿងដណ្ដើមកូនគ្នាហ្នឹងហើយនៅខាងខេត្តពោធិ៍សាត់ដែលមនុស្សប្រុសស្រីក្មេងចាស់ចំនួន5នាក់និងរបួសធ្ងន់ស្រាល4នាក់ហ្នឹងគឺហើយបានស្លាប់ម្នាក់ដោយជនដៃដល់គាត់ជាសមាជិកគ្រួសារហ្នឹងបានឆ្លោះដណ្ដើមកូនគ្នាបងប្អូនរួចឈានដល់ការប្រើអំពើហិង្សាដល់អាវុធបាញ់ជាច្រើនគ្រាប់ទៅលើក្រុមគ្រួសាររបស់ខ្លួនដែលពួកគាត់នឹងកំពុងតែធ្វើដំណើរដោយរថយន្តមួយគ្រឿងនៅលើផ្លូវជាតិលេខ55ហើយក៏បានបណ្ដាលឲ្យស្ត្រីម្នាក់គាត់បាត់បង់ជីវិតនៅនឹងកន្លែងហើយ4នាក់ទៀតគឺរងរបួសធ្ងន់ស្រាលបងប្អូនដែលយោងទៅតាមគណនី Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវាលវែងលោកវរៈសេនីយ៍តូជាប៉ារីសកៈអធិការនគរបាលស្រុកលោកបានឲ្យដឹងថាហេតុការបាញ់ប្រហារខាងលើហ្នឹងកើតឡើងនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025វេលាម៉ោង7:40នាទីព្រឹកដោយជនសង្ស័យនោះឈ្មោះណាំអៀងភេទប្រុសអាយុ34ឆ្នាំរស់នៅភូមិឯកភាពឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់គាត់បានប្រើអាវុធខ្លីម៉ាកK54បាញ់ជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់ឈ្មោះណដអាយុ30ឆ្នាំរស់នៅភូមិដាមគោមខាងត្បូងឃុំដាមគោមស្រុកអង្គរជ័យខេត្តកំពតបងប្អូនហើយនឹងរបួស4នាក់ទៀតខណៈដែលជនរងគ្រោះទាំង5នាក់នោះគឺគាត់កំពុងតែធ្វើដំណើរដោយរថយន្តលើផ្លូវជាតិលេខ55ហ្នឹងលុះមកដល់ចន្លោះគីឡូម៉ែត្រលេខ159និង160ត្រង់ចំណុច A4 ស្ថិតក្នុងភូមិឯកភាពឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ហ្នឹងក៏ជនបង្កគាត់បានជិះរថយន្តមួយគ្រឿងទៀតម៉ាក Toyota Hilux Vigo ពណ៌ទឹកប្រាក់ពាក់ស្លាកលេខពោធិ៍សាត់ 2B 2013ធ្វើសកម្មភាពបាញ់ទៅលើក្រុមជនរងគ្រោះដែលពួកគាត់កំពុងតែជិះរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2AH0038ហើយបន្ទាប់ពីធ្វើសកម្មភាពរួចហ្នឹងជនបង្កក៏បានបើករថយន្តគេចខ្លួនទៅណាបងប្អូនហើយដោយអនុវត្តណែនាំណាពីនឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍តូសថេងស្នងការនគរបាលខេត្តពោធិ៍សាត់មកដល់វេលាម៉ោង12:15នាទីថ្ងៃខែឆ្នាំដដែលហ្នឹងកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់និងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់ដោយបច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាវែងហើយដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់បងប្អូននេះបើយោងទៅតាមគណនី Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវាវែងដែលលោកបានបង្ហោះកាលពីថ្ងៃមិញហ្នឹងបងប្អូនអញ្ចឹងទេនេះគឺជារឿងទំនាស់ណាទំនាស់ចំនួន
នៅក្នុងក្រុមគ្រួសារបាទហើយជារឿងដែលមិនគួរនឹងកើតឡើងសោះដោយគ្រាន់តែរឿងដណ្ដើមកូនគ្នាហ្នឹងហើយរឿងដណ្ដើមកូនគ្នាតែបែរទៅជាបង្កជាអំពើហិង្សាធ្វើឲ្យមានមនុស្សស្លាប់និងរបួសជាច្រើនអ្នកហើយកូនត្រូវជាកូនបង្កើតទើបតែអាយុ1 ខួបជាងទេតាមព័ត៌មានដែលយើងទទួលបាន1 ខួបជាងទេគឺគាត់ត្រូវរងរបួសដោយគ្រាប់កាំភ្លើងក្រោមស្នាដៃរបស់ឪពុករបស់គាត់ទៅទៀតអញ្ចឹងឃើញថាព័ត៌មាននេះគឺយើងសង្វេគខ្លាំងមែនទែនរឿងទំនាស់នៅក្នុងក្រុមគ្រួសារសោះបង្កឲ្យមានមនុស្សស្លាប់និងរបួសជាច្រើនអ្នកដោយក្រោមហេតុផលដណ្ដើមកូនគ្នាចិញ្ចឹមអីចឹងទៅបងប្អូនហើយយើងសង្ឃឹមថាទៅថ្ងៃមុខទៀតណាក្រុមគ្រួសារទាំងអស់ណាសូមឲ្យមានការខន្តីគ្នាណាកុំបង្កជាហិង្សាកុំមានចំនួនរហូតដល់មានការស្លាប់និងរបួសបែបនេះគឺវាសង្វេគខ្លាំងមែនទែនណាគឺវាសង្វេគខ្លាំងមែនទែនចឹងទេនេះគឺជាព័ត៌មានដែលកើតឡើងនៅខាងខេត្តពោធិ៍សាត់មួយករណីទៀតហើយក្រោមរូបភាពឃាតកម្មបាញ់ប្រហារបាញ់រះតែម្ដងគឺជិះឡានមកដេញបាញ់ភិក្ខីមកខាងទៀតដែលជាគ្រួសាររបស់ខ្លួនឯងសោះហើយក៏បង្កឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នកអញ្ចឹងបងប្អូនបាទសូមអរគុណ